បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Page Udemy ទាំងអស់គ្នាហើយtrong ថ្ងៃនេះផងដែរខ្ញុំមានវីដេអូភាសាជប៉ុនហើយថ្នាក់ដំបូងណាមូលដ្ឋានគ្រឹះភាសាជប៉ុនតពីវីដេអូមុនហើយវីដេអូមុនគឺយើងបានរៀនអំពីអដល់អក្សរអុណាអក្សរអដល់អក្សរអុហើយអញ្ចឹងថ្ងៃនេះយើងរៀនពីអក្សរកដល់អក្សរកវិញម្ដងណាហើយអញ្ចឹងយើងមើលពីរបៀបសរសេរទាំងអស់គ្នាណាហើយអក្សរកឬក៏ខហើយទី1 ichi 2ね。1、2、はい。1、2、はい。1、2អញ្ចឹងក៏គំនិតទី1យើងគូសវិជ័យមកស្ដាំតបមកពីលើចុះក្រោមហើយមានកលៈបន្តិចណាហើយអក្សរកហិរៈកណាក៏មានដែរណាហើយគំនិតទី2គូសពីលើចុះក្រោមហើយបច្ឆាមកខាងឆ្វេងបន្តិចហើយដែលចុងកតុយវានេះគឺចោលគឺហារ៉ាណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរកឬក៏ខនេះគឺទី1ខាតដកណាខាតដកយ៉ាងថាខាតដកបកប្រែថាកាតហើយកាតអីផ្សេងហ្នឹងហើយអញ្ចឹងបន្ទាប់ពីអក្សរកយើងចូលមកកាន់អក្សរគិឬក៏អក្សរខិឬក៏អក្សរខេហើយអញ្ចឹងអក្សរនេះគឺជាស្រដៀងជាមួយនឹងអក្សរគិហិរៈកណាដែរហើយវាមាន3គំនូសហើយអញ្ចឹងឥឡូវយើងមើលវាសរសេរនៅខាងស្ដាំដៃ1 2 3ね1、2、3ね。はい。1、2、3ね。はい。1、2、3ね. ហើយអញ្ចឹងអក្សរនេះគឺយើងគូសពីឆ្វេងមកស្ដាំយើងឡើងលើបន្តិចហើយយើងគូសត្រង់ក៏បានដែរតែគាត់ថាវាអត់សូវស្អាតណាអញ្ចឹងដើម្បីមើលទៅស្អាតនេះគូសយើងបែបឡើងលើបន្តិចណាហើយទាំងគំនូសទី1និងទី2យើងគូសបែបរៀងឡើងលើបន្តិចហើយគំនូសទី2រៀងវែងជាងគំនូសទី1ណាតមកគំនូសទី3យើងគូសពីលើចុះក្រោមបច្ឆាមកផ្នែកខាងស្ដាំណាហើយអញ្ចឹងគ្រប់គំនូសទាំងអស់ទាំងគំនូសទី1ទី2ទី3វាបញ្ចប់ទៅដោយថូមេរុមានន័យថាឈប់មានថានៅចុងកតុយនៃចុងបញ្ចប់នៃអក្សរហ្នឹងគឺយើងត្រូវឈប់អត់ចោលឬក៏អត់មានកលៈដែរណាអានឹងហៅថាថូមេរុហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរគិគឺយ៉ាងថា kiro ហើយ kiro ហើយបូកគេថាគីឡូណាគីឡូហើយប្រមាណគីឡូអញ្ចឹងណាពាក្យគីឡូហ្នឹងគឺយ៉ាងថា kiro ហើយចាំបន្តមកទៀតយើងចូលមកកាន់អក្សរកឹឬក៏អក្សរខឹម្ដងណាអក្សរកឹឬក៏អក្សរខឹហើយអក្សរនេះមាន2គំនូសហើយណាចឹងយើងមើលវាសរសេរខាងស្ដាំដៃនេះទី1 ichi ni ណាម្ដងទៀត ichi ni ហើយណា ichi ni ហើយអញ្ចឹងគឺទម្រង់របស់វាហើយបែបរាងបច្ឆាមកឆ្វេងណាហើយទូខ្លួនវាចំហវាហ្នឹងហើយអញ្ចឹងគំនូសទី1យើងគូសមកបញ្ចប់ដោយហារ៉ាវណាចោលគំនូសទី2ហើយយើងអត់ដកដៃទេហើយយើងគូសពីឆ្វេងមកស្ដាំពីលើចុះក្រោមហើយចោលដូចគ្នាណាហើយអញ្ចឹងអក្សរនេះទៅស្មាល់វាយើងសរសេររៀងស្គមហើយមានចំហខ្លួនរបស់វារៀងទូចណាអត់សរសេរធំទេហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរគឺយើងអានថា class មកពីពាក្យអង់គ្លេស class បកប្រែថាថ្នាក់រៀនណាហើយអញ្ចឹងបន្តមកទៀតយើងចូលមកកាន់អក្សរកេហើយអក្សរកេគឺស្រដៀងជាមួយនឹងអក្សរគឺមិញហ្នឹងដែរបើយើងមើលតែមកប៉ុណ្នេះណាហើយបើយើងមើលតែប៉ុណ្នេះគឺវាស្រដៀងជាមួយនឹងអក្សរគឺមិញហើយអញ្ចឹងសម្រាប់អក្សរកេមាន3គំនូសហើយយើងមើលរបៀបសរសេរខាងស្ដាំដៃបាទ1 2 3ណាហើយ1 2 3ណាហើយ1 2 3ណាហើយអញ្ចឹងអក្សរនេះមាន3គំនូសទី1ពីឆ្វេងសំទោសពីលើចុះក្រោមដែលបញ្ចប់ដោយហារ៉ាវគំនូសទី2គូសពាក្យកដាលណានៃគំនូសទី1នេះហើយគូសពីឆ្វេងមកស្ដាំមកចោលហើយចំណុចគំនូសទី3គឺគូសពីលើចុះក្រោមដែលកតុយវានេះគឺចោលដូចគ្នាណាហើយពាក្យដែលផ្ដើមដោយអក្សរកេនេះ keki ហើយ keki បកប្រែថានំខេកហើយយកមកពីពាក្យអង់គ្លេស cake ណាហើយតមកទៀតអក្សរចុងក្រោយណានៃជួរអក្សរកហើយគឺអក្សរកឬក៏ខហើយកឬក៏ខហើយអញ្ចឹងអក្សរនេះក៏អត់ពិបាកសរសេរដែរគឺមាន2គំនូសហើយឥឡូវយើងមើលវាសរសេរនៅខាងស្ដាំដៃនេះ
ទី1 ichi ni ណាម្ដងទៀត ichi ni ហើយណាម្ដងទៀត ichi ni ហើយអញ្ចឹងយើងគប់ពីលើសំទោសពីឆ្វេងមកស្ដាំចប់មកពីលើចុះក្រោមយើងអត់ដកដៃទេណាហើយគំនូទី2ពីឆ្វេងមកស្ដាំដូចគ្នាណាហើយពាក្យដែលផ្ដើមដោយអក្សរកុនេះគឺ kohi 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 ហើយបបឲ្យថាកាហ្វេកាហ្វេណាកាហ្វេហើយអូខេអញ្ចឹងថ្ងៃនេះគឺយើងមាន5អក្សរនេះហើយអញ្ចឹងយើងនៅជួបគ្នាបន្ទាប់នៅវីដេអូនិយមពីអក្សរស័ករហូតដល់អក្សរសុណាសាស៊ីស៊ឺសេសុហើយអញ្ចឹងថ្ងៃនេះយើងបញ្ចប់អត់តនេះសិនហើយអរគុណអ្នកគ្នា